បាទសួស្តីបងប្អូនទាំងអស់គ្នាបាទឥឡូវនេះជាផ្ដើមភ្លៀងធ្លាក់មកហើយបងប្អូនបាទភ្លៀងធ្លាក់មកហើយឥឡូវនេះខ្ញុំបានជិះនៅផ្លូវក្បាត់ក្រុងបងប្អូនផ្លូវក្បាត់ក្រុងហើយមេឃភ្លៀងរលឹមតិចតិចបងប្អូនអើយมันជាខ្លាំងប្រហែលទេហើយថ្ងៃនេះយើងមកផ្សព្វផ្សាយ3ឡានបងប្អូន2ឡានទៀតនៅខាងមុខបាទហើយខ្ញុំបើកនៅក្រោយគេម្ដងមេឃភ្លៀងតិចតិចបងប្អូនបាទតាមកន្លែងខ្លះស្រួលអត់តន់ភ្លៀងទេមេឃវាលឹមអញ្ចឹងជិតដល់ម៉ោងចេញផ្សារបាយហ្នឹងបងប្អូនបាទតិចទៀតប្រហែលជាមានបងប្អូនយើងធ្វើដំណើរចរាចរណ៍ច្រើនប៉ុន្តែឥឡូវដូចជាស្ងប់ស្ងាត់តិចមួយបងប្អូនឥឡូវនេះយើងធ្វើដំណើរទៅរកកន្លែងទីទួលសុវត្ថិភាពដើម្បីយើងពិសាបាយពេលថ្ងៃត្រង់ដែរបងប្អូនបាទថ្ងៃនេះប្រពន្ធគាត់ដាំបាយដាំអីវិញឲ្យប្តីដែរហ្នឹងណាបងប្អូនធ្វើការផងឆ្លៀតងើបដាំបាយប្រពន្ធនេះក៏វិញមកខ្លួនឯងដែរហ្នឹងហើយប្រពន្ធគាត់ធ្វើការហត់បងប្អូនបាទអង្គុយរហូតនេះត្រូវបត់ឆ្វេងបងប្អូនបត់ឆ្វេងតាមវត្តជុំមលូបាទយើងផ្សព្វផ្សាយចំនួន3ឡានហើយយើងចតស្តុបសិនបងប្អូនបាទចតស្តុបសិនស្តុបយើងស្តុបហោមស្តុបខៀវយើងធ្វើបត់ឆ្វេងបានបងប្អូនបាទយើងចាប់ដើមធ្វើដំណើរបត់ឆ្វេងពូលើស្តុបខៀវហើយអូប្រហែលជាអត់តន់ទេបងប្អូនអើយបាទឡានខាងមុខគាត់បន្តដំណើរមកដែរឡានកុងតឺន័រណាគាត់អត់ចតស្តុបក្រហមដើម្បីយើងធ្វើដំណើរទៅផងដោយសារតែប្រហែលជាគាត់មកជ្រុលបងប្អូនមកជ្រុលគាត់ក៏មកពុះហ្មងទៅបាទចាំថាការបោកក៏ជាផ្នែកមួយដែរក៏យើងប្រយ័ត្នប្រយែងណានៅលើផ្លូវឡានធំខ្លាចទេបងប្អូនអើយបាទព្រោះថ្នាក់មើលឃើញទេអញ្ចឹងយើងបើឃើញគាត់មកហើយយើងស្តុបខៀវដែរយើងយកយល់ជាស្រ័យទៅយើងមិនអាចឆ្លងកាត់ទៅបានព្រោះគាត់ចូលមកហើយអាចមានបញ្ហាបងប្អូនបាទខុសត្រូវទួយ1នាទី2នាទីយើងចាំទៅបងប្អូនអត់អីទេប៉ុណ្ណាជាវាមានគ្រោះថ្នាក់បងប្អូនណាបាទអរគុណបងប្អូនខ្ញុំបាទយើងប៉ុណ្ណឹងបាទអរគុណ